សួស្តីបងប្អូនទាំងអស់គ្នានេះដើម strawberry ខ្ញុំនេះវាអត់ងាប់ទេខែល្ងាធ្លាក់ទឹកកកមិនក៏អត់ងាប់ដែរដល់ពេលចូលដល់ខែចុងខែកុម្ភៈហ្នឹងខ្ញុំចាប់ដើមដកដើមវាចេញពីផើងហើយខ្ញុំបេះអាងាប់ចេញទៅបើយើងមិនដកចេញដាំថ្មីក៏បានដែរគ្រាន់ថាវាអត់សូវបានផលទេខ្ញុំធ្វើតែអញ្ចឹងខ្ញុំដកចេញឲ្យអស់មកខ្ញុំជួយដីនៅក្នុងផើងហ្នឹងដកអាដីចាស់នឹងចេញខ្លះដោយសារអីលាយដីថ្មីពីព្រោះអីដីហ្នឹងវានៅរឹបរឹងដល់ពេលអញ្ចឹងទៅខ្ញុំដាក់ដីថ្មីថែមអញ្ចឹងទៅបានខ្ញុំដាក់ដាំដើម strawberry វិញហើយអាធ្នើខាងក្រោយខ្ញុំនេះខ្ញុំធ្វើខ្លួនឯងតាំងពីជំនាន់កូវីដពីព្រោះអីដីក្រោយផ្ទះខ្ញុំវាតូចបើខ្ញុំដាំ strawberry នៅដីទៅវាពេញភូមិហើយណាមួយស្បូរឆ្មាផ្ទះគេមកអាចដាក់អញ្ចឹងខ្ញុំអត់ចង់ដាំនៅក្រោមទេខ្ញុំដាំនៅលើអញ្ចឹងទៅហើយកូនសវណ្ណខ្ញុំគាត់ចូលចិត្តហូប strawberry អានៅ skill អាទុំគាត់អត់សូវហូបទេគាត់ចូលចិត្តអា skill ជ្រក់អំបិលមកទេអូយកូនខ្ញុំទៅចូលចិត្តរបស់ជូរណាបងប្អូនអើយហើយខ្ញុំដាំឆ្នាំទី1 9ឆ្នាំមុនណាខ្ញុំដាំតែ6ដើមឯងខ្ញុំប្របែកដាំបានរាប់រយដើមបងប្អូនហើយចែកគេចែកឯងគ្រប់តែគ្នាហើយមិនត្រឹមតែចែកនៅស្រុកអង់គ្លេសទេនោះយកទៅដាំនៅស្រុកខ្មែរទៀតហើយបងប្អូនខ្ញុំដាំនៅស្រុកខ្មែរល្អណាអញ្ចឹងខ្ញុំធ្វើហើយថ្ងៃនេះតើតែធ្វើម្ដងតិចអាការងារដាំដុះនេះបងប្អូនអើយពេលខ្លះចេញមកក្រៅផ្ទះហើយខ្ជិលចូលវិញចង់បង្ហើយអស់ហើយអាចែកនៅក្រោយនោះបងប្អូនឥឡូវនេះចាប់ដើមលាស់ចុងហើយនោះបន្តិចទៀតខ្ញុំកាត់អាងាប់ចេញទៅឲ្យវាលូតចុងឥឡូវនេះអូខ្ញុំដាំដើមចេកនៅស្រុកនេះពេលខ្លះគ្មានស្លឹកប្រើដោយសារអីខ្យល់វាខ្លាំងពេកវាលហែកស្លឹកអស់ឥឡូវខ្ញុំធ្វើនំធ្វើអីធ្វើប៉ាតេអីខ្ញុំប្រើតែស្លឹកឫស្សីចឹងក្នុងវីដេអូនេះមានប៉ុណ្្នឹងទេបងប្អូនជូនបងប្អូនទាំងអស់គ្នាសុខភាពល្អជម្រាបលាពីម៉ៃសវណ្ណនៅប្រទេសអង់គ្លេស